បុរសដែលជាប្តីក្មេងហ្នឹងបានយំស្រែកតាមផ្លូវបាទសុំឲ្យអ្នកកសែតធ្វើការជួយផ្សព្វផ្សាយដោយគាត់បានធ្វើការចោទប្រកាន់ទៅប្រពន្ធរបស់គាត់ដែលមានអាយុច្រើនជាងគាត់ហ្នឹងថាបានលបួងលួងលោមគាត់ហ្នឹងទៅដេកទស្សនៈបាទគាត់ដេកលក់មកភាំងហ្នឹងប្រពន្ធក៏លួចយកទូរស័ព្ទក៏ដូចជាម៉ូតូជិះកិច្ចខ្លួនបាត់ស្មោលហើយឥឡូវនេះបាទទាំងប្តីទាំងប្រពន្ធបាទគឺបានមកដល់ទីតាំងស្ពានជ្រោយចង្វាហើយប្រពន្ធគាត់បាទគឺក្រោយពីប្តីរបស់គាត់បានធ្វើការចោទប្រកាន់គាត់ហ្នឹងគឺគាត់កើតទុកមិនសុខចិត្តទេគឺគាត់បានធ្វើដំណើរតាំងពីខេត្តត្បូងឃ្មុំដើម្បីមកធ្វើការបកស្រាយនៅការចោទប្រកាន់របស់ប្តីក្មេងតើនៅថ្ងៃកើតហេតុហ្នឹងបងពិតជាបានលបួងប្តីក្មេងហ្នឹងទៅដេកទស្សនៈរួចឃើញប្តីកំពុងតែដេករួចក៏លួចយកម៉ូតូក៏ដូចជាសម្ភារៈទូរស័ព្ទអីរត់គេចខ្លួនទេបងខ្ញុំមិនដំបងខ្ញុំសុំគាត់ទៅម៉ូតហើយគាត់ឲ្យលុយ30000ដល់ពេលនេះទៅគាត់នាំខ្ញុំមកមាត់ទន្លេទៅដល់ពេលគាត់ផឹកនៅកន្លែងមាត់ទន្លេតូនមកណាទាំងគេហៅស្អីខ្ញុំមិនសូវស្គាល់ដែរដល់ពេលគាត់ផឹកសវឹងខ្ញុំខ្ជិលគាត់ទៅផ្ទះវិញខ្លាចប៉ះពាល់ខ្លាចស្លាប់អីគាត់អញ្ចឹងទៅនាំទៅដេកទស្សនៈឲ្យជួអាតម្លៃ20000គេទៅជួអាតម្លៃ40000ដល់ពេលគាត់ដេកម៉ោង2ដល់ខ្ញុំរៀបចំអីវ៉ាន់រត់ខ្ញុំមកបានរត់មួយប្រុសទេខ្ញុំរត់ទៅស្រុកម្នាក់ឯងព្រោះខ្ញុំនៅជាមួយគាត់កើតគាត់វាយពេកចុះគាត់ចោទថាបងរត់នឹងលួចយកម៉ូតូក៏ដូចជាទូរស័ព្ទគាត់ទៅនឹងគឺពិតមែនអត់បងខ្ញុំយកទៅប៉ុន្មានរបស់គាត់ឲ្យលុយខ្ញុំអ្នកទិញអញ្ចឹងម៉ូតូហ្នឹងនិងទូរស័ព្ទហ្នឹងជាលុយរបស់បងអ្នកទិញខ្លួនឯងទេចាចុះគាត់ថាចោទបងថាលួចយកកាបូបលុយគាត់លួចយកកបិលដែលគាត់ទិញឲ្យហ្នឹងអាហ្នឹងពិតទេបងអត់មានកាបូបទេមានតែកបិលហើយនឹងទូរស័ព្ទនិងម៉ូតូចឹងមានន័យថាម៉ូតូដែលបងយកទៅអាសង់015ហ្នឹងហើយនឹងទូរស័ព្ទហ្នឹងជារបស់ដែលបងទិញឲ្យគាត់ទេវាដែលគាត់និយាយហ្នឹងគឺខុសបងព្រោះដោយសារតែកដាស់ម៉ូតូគឺឈ្មោះខ្ញុំរឿងស៊ីណែតបងហើយកដាស់ទូរស័ព្ទក៏មានដែរបងឈ្មោះខ្ញុំរឿងស៊ីណែតទេតែម្ចាស់ហាងស្គាល់ខ្ញុំបងប៉ុន្តែគាត់មិនមែននិយាយថាម្ចាស់ទេម្ចាស់ដឹងថាជាបងប៉ុន្តែលុយហ្នឹងជាលុយរបស់គាត់ឬក៏ជាលុយរបស់បងដែលទៅទិញម៉ូតូនិងទូរស័ព្ទហ្នឹងខ្ញុំនិយាយស្មោះត្រង់បងអត់និយាយឲ្យគេគាត់ទេគាត់នៅមួយខ្ញុំគាត់ដេកស៊ីពី2ឆ្នាំជិត3ឆ្នាំហើយបងអត់ដែលធ្វើអីទេខ្ញុំក៏ដែលគាត់ធ្វើដែរលេខ្ញុំទិញអង្កម្ដង6កំប៉ុងហើយឲ្យគាត់ស្រួលខ្ញុំចង់ឲ្យបងបញ្ជាក់ថាតើលុយហ្នឹងជាលុយរបស់បងដែលយកទៅទិញម៉ូតូហ្នឹងជាលុយរបស់បងពិតប្រាកដឬក៏ជាលុយរបស់គាត់បងជួយបញ្ជាក់តែកន្លែងហ្នឹងបានគឺជាលុយរបស់ខ្ញុំបងទូរស័ព្ទក៏ជាលុយរបស់ខ្ញុំដែរខ្ញុំជាលុយដែលជាញើសឈាមបាទជាកម្លាំងញើសឈាមដើររោងចក្រមួយថ្ងៃ4ជើងបងដឹងទេថ្ងៃនេះខ្ញុំអត់បានគេងទេឲ្យសុខភាពគាត់ល្អឥឡូវហ្នឹងត្រូវមកដោះស្រាយបញ្ហាប្តីប្រពន្ធបងបាទដោយសារតែបងចោទប្រកាន់ប្រពន្ធថាលួចម៉ូតូលួចសម្ភារៈឥឡូវហ្នឹងប្រពន្ធបងគាត់កើតទុកមិនសុខចិត្តបានជិះពីត្បូងឃ្មុំមកបងស្រីឥឡូវគាត់ថាលុយហ្នឹងជាលុយរបស់គាត់តែគាត់ប្រឹងប្រែងរកពីញើសឈាមរបស់គាត់ទេដែលជាម៉ូតូក៏ដូចជាទូរស័ព្ទហ្នឹងតែបងយកទៅហ្នឹងអត់ទេគាត់ផឹកស្រាមួយថ្ងៃទៅយកមិនលុយគាត់ទេលុយខ្ញុំយកពីប្រមូលពីស្រុកមកខ្ញុំគួរជឿមួយណាជឿខ្ញុំល្អជាងឥឡូវខ្ញុំគួរជឿមួយណានៅកន្លែងនេះស័ក្តិសិទ្ធិដែរបងហើយជើងជន់ធរណីខ្ញុំបើសិនជារបស់គាត់ដូចអ្វីដែលគាត់និយាយបងយប់ហ្នឹងខ្ញុំងាប់ចុះហើយយើងជាប្តីប្រពន្ធណានិយាយអីឲ្យច្បាស់កុំនិយាយអីដែលមិនពិតឥឡូវបើគាត់អត់ត្រូវជាមួយខ្ញុំរបស់របរអង្កលមុនដែលយើងផ្សាយហ្នឹងគឺយើងបានដឹងហើយយកតែទូរស័ព្ទម៉ូតូខ្ញុំហួលលុយនៅក្នុងកង់ឥឡូវហ្នឹងសួរគាត់ជាក់ស្ដែងគាត់ដកចាយអស់ហើយព្រោះប្តីប្រពន្ធខ្ញុំទុកចិត្តដល់ប៉ុណ្ណឹងបងឲ្យស្គាល់ទាំងលេខកង់ទៀតហើយបងមើលខ្ញុំចូលមកលេងឲ្យលេងក៏ក្លិតឡងញ័រសាច់ហើយជួនកាលបងប្អូនខ្លះឃើញថាខ្ញុំយំនិយាយសម្ដែងខ្ញុំភ័យមែនតើបងខ្ញុំភ័យមែនតើចង់និយាយអីក៏និយាយរួចដែរដោយសារយើងទូរស័ព្ទក៏គ្មានតាក់ទងទៅបងប្អូនអីក៏គ្មានហើយរូបខ្ញុំជាប់ប្លុក profile ទាំងអស់ឥឡូវនេះខ្ញុំឲ្យជំរឿគាត់3និយាយនៅមុខសារព័ត៌មាននៅមុខកាមេរ៉ាទី1បើគាត់ដាច់ខាតថាអត់ត្រូវមួយខ្ញុំទេរូបសម្រាប់ខ្ញុំប៉ុណ្នេះដែរខ្ញុំក៏ទៅប្រកាសគាត់ដែរយករបស់ខ្ញុំមកវិញម៉ូតូទូរស័ព្ទលុយបើអស់ទៅកវលពាក់នឹងតិចហ្នឹងក៏ខ្ញុំឲ្យដែរទី2បើគាត់ត្រូវនៅមួយគ្នាវិញបំភ្លេចយើងចាស់រឿងដែលកើតឡើងហើយវាអត់អាចទៅឲ្យមកនេះបានទេអាហ្នឹងខ្ញុំគិតថាអាហ្នឹងជាបទពិសោធន៍ដែលគាត់ប្រព្រឹត្តខ្លួនឯងបាទខ្ញុំហ៎បងមនុស្សស្រីខ្ញុំហួសចិត្តដែរបងប្តីប្រពន្ធ3ឆ្នាំគាត់លេងចុះមករៀបអីវ៉ាន់យកទៅអស់លេងបងសំបីខ្ញុំដាក់កាសតិចទូរស័ព្ទដល់ថ្មចិត្តខ្លួនហ្នឹងគាត់ដឹងផងបងសួរគាត់ជាក់ស្ដែងនិយាយអីនិយាយត្រង់ឲ្យត្រឹមត្រូវថ្ងៃនេះចែក៏មើលបងប្អូនយើងក៏មើលដែរទូទាំងប្រទេសព្រោះដោយសារតែបងគាត់ល្បីណាស់និយាយអីឲ្យស្មោះត្រង់ណាកុំឲ្យគេជេរឥឡូវនេះបើសម្រាប់ថាមិនត្រូវទេចូលតែម៉ូតូនឹងទូបាទតែបើតាមចិត្តនេះមិនមែនគិតអញ្ចឹងឯងបងមាត់ខ្លាំងបើសិនជាចង់បើសិនជាមនុស្សស្រីគេចង់ទៅតែខ្លួនទៅទេបងតាលុយ100ហើយជា4គេមិនយកលុយយើងផងតែនេះនឹងយកម៉ូតូយកទូរស័ព្ទហ្នឹងដើម្បីឲ្យប្តីតាមបរវិញហើយយកទៅតាញញបានទាំងបានបើកបរឡានខ្ញុំយកអីយកទៅទាំងអស់មកប្តីមិនមែនតាមបរធម្មតាណាបរតាមកសែនប្រទេសបដ ாய் ខ្ញុំភ័យបងខ្ញុំហើយពេលហ្នឹងខ្ញុំមានបានទេហៅបងអ្នកខ្សែណាបងអ្នកដឹកបរិបទីនឹងឃើញខ្ញុំយំសោក៏ទេទៅខ្ញុំមានទូរស័ព្ទណាទេបងឃើញខ្ញុំបងសុំឲ្យខ្ញុំជួយផ្សព្វផ្សាយទៅបាទព្រោះខ្ញុំឃើញបងមកបងយើងល្បីទៅផ្សាយទៅល្បីហើយខ្ញុំមានទៅនិយាយអីលើលួដាក់គាត់ខ្ញុំនិយាយថាសុំតែរបស់ខ្ញុំមកវិញហើយលេងគាត់មនុស្សស្រីតែឯងបងលេងចេញពីទស្សនៈម៉ោង1បងខ្ញុំអត់យកទេខ្ញុំមិនឲ្យទេចឹងមានន័យថាឥឡូវហ្នឹងមិនយកទាំងគាត់មិនត្រូវជាមួយគាត់ហើយមិនយកទាំងម៉ូតូនិងទូរស័ព្ទឲ្យគាត់វិញទេឲ្យទេមូលហេតុអីដែរបងខ្ញុំអត់ឲ្យហ្មងព្រោះគឺលុយរបស់ខ្ញុំទិញឥឡូវបើលុយរបស់គាត់ស្បត់និយាយមុខកាមេរ៉ាច្បាស់ជាង10000ដេកស៊ីអស់ហើយអេអ្នកចិត្តបន្ទប់គេដឹងចង់សារព័ត៌មានទៅសួរគេមកជួលនឹងទៀតស្រានឹងចោះទិញប្រហែលជើងឥឡូវជំរើស3ហ្នឹងយកមួយណាយកទៅឥឡូវចឹងមានតែប៉ុណ្្នឹងណាបងដើម្បីបងធ្វើការបកស្រាយហ្នឹងឥឡូវនេះបងចង់ដោះស្រាយគ្នាយ៉ាងម៉េចបងអាចធ្វើការដោះស្រាយនៅខាងក្រៅទៅណាបងណាហើយបើបងគិតថាដោះស្រាយត្រូវរើជានេះវិញបងមកឲ្យខ្ញុំដើម្បីធ្វើការផ្សព្វផ្សាយដើម្បីមហាជនបានដឹងវិញខ្ញុំផ្សាយឲ្យទៀតណាបងណាព្រោះអីអានេះជារឿងរបស់បងខ្ញុំមិនហ៊ានទៅអាកាត់ហើយក៏មិនហ៊ានលូកលាន់ដែរអ្វីដែលបងសុំបកស្រាយចែកដន្យឲ្យបងទៅប្រាប់ប្តីបងថាបងនៅស្ពានជ្រោយច្បារឥឡូវគាត់មកដែរចឹងបាទណាបងណាចឹងមកបានប្រាប់ទេ
គាត់សុំទីលេខកន្លែងទីតាំងអង្គុយនៅកន្លែងណា បាទបងអត់ប្រាប់ទេបងដល់រូបឲ្យគាត់មកដល់ហ្មង បពូអ្នកថតឲ្យខ្ញុំអត់ចេះថតទេខ្ញុំថាគាត់ សំបីប៉ុណ្ណឹងគាត់និយាយកុហកបាត់ឯហ្នឹងបងខ្ញុំមានឆាតទៅគាត់ដែរនេះ ខ្ញុំនៅកន្លែងឡាយ អូមែនដែរបងឯងឆាទៅគាត់ហ្នឹង សំបីតែប៉ុណ្ណឹងគាត់កុហកបាត់ឯហ្នឹងហើយបងឯងទៅជឿមិន ខ្ញុំទៅផ្សេងមិនមែននេះទេទូរស័ព្ទខ្ញុំផ្សេង ជ្រុះគ្នាណាបងណាប្តីប្រពន្ធបងខ្ញុំមើលទៅឃើញថានៅស្រឡាញ់គ្នាណាឥឡូវចេះបាយឥឡូវចេះបាយឥឡូវតម្លាក់ឲ្យថយម្នាក់មកចាហ៊ានណាបងណាបើបងនៅស្រឡាញ់ប្រពន្ធតែមានអនុស្សាវរីយ៍ហត់បប3យប់3ថ្ងៃមួយគ្នាទេឥឡូវហ្នឹងថយម្នាក់មកចាហ៊ានណាបងណា អាហារបំពន់ស៊ីបាបារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបាបារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហៃវិលមុខកកខ្យល់ញឹកញាប់ទឹកច្រើនគេងមិនលក់ជើសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោម ភេសជ្ជៈបើកម្លាំង Powerade អនុភាពពុទ្ធភាពជោគជ័យ បាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុកាលពីវេលាម៉ោង3ទៀបភ្លឺឈានចូលថ្ងៃទី14ខែឧសភាឆ្នាំ2025ហ្នឹងបុរសដែលជាប្តីក្មេងហ្នឹងបានយំស្រែកតាមផ្លូវបាទសុំឲ្យអ្នកកសែតធ្វើការជួយផ្សព្វផ្សាយដោយគាត់បានធ្វើការចោទប្រកាន់ទៅប្រពន្ធរបស់គាត់ដែលមានអាយុច្រើនជាងគាត់ហ្នឹងថាបានលបួងលួងលោមគាត់ហ្នឹងទៅដេកទស្សនៈបាទគាត់ដេកលក់មួយភាំងហ្នឹងប្រពន្ធក៏លួចយកទូរស័ព្ទក៏ដូចជាម៉ូតូជិះកិច្ចខ្លួនបាត់សមោលហើយឥឡូវនេះបាទទាំងប្តីទាំងប្រពន្ធបាទគឺបានមកដល់ទីតាំងស្ពានជ្រោយចង្វាហើយប្រពន្ធគាត់បាទគឺក្រោយពីប្តីរបស់គាត់បានធ្វើការចោទប្រកាន់គាត់ហ្នឹងគឺគាត់កើតទុកមិនសុខចិត្តទេគឺគាត់បានធ្វើដំណើរតាំងពីខេត្តត្បូងឃ្មុំដើម្បីមកធ្វើការបកស្រាយនៅការចោទប្រកាន់របស់ប្តីក្មេងបាទក្រោយពីគាត់ហួសចិត្តនៅពេលដែលឃើញប្តីក្មេងរបស់គាត់ចោទថាគាត់ហ្នឹងលបួងលួងលោមយកទៅដេកនៅក្នុងទស្សនៈឲ្យលួចយកទូរស័ព្ទក៏ដូចជាម៉ូតូរត់គេចខ្លួនមកជំរាបសួរបងស្រីនួនស្រីហុយបងស្រីអាចបញ្ជាក់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវក្នុងការចោទប្រកាន់របស់ប្តីក្មេងបងបានទេថាតើនៅថ្ងៃកើតហេតុហ្នឹងបងពិតជាបានលបួងប្តីក្មេងហ្នឹងទៅដេកទស្សនៈរួចឃើញប្តីកំពុងតែដេករួចក៏លួចយកម៉ូតូក៏ដូចជាសម្ភារៈទូរស័ព្ទអីរត់គេចខ្លួនទេបង ខ្ញុំមិនដំបងខ្ញុំសុំគាត់ទៅម៉ូតហើយគាត់ឲ្យលុយ30000ដល់ពេលនេះទៅគាត់នាំខ្ញុំមកមាត់ទន្លេមកមាត់ទន្លេទៅដល់ពេលគាត់ផឹកនៅកន្លែងមាត់ទន្លេតូនមកណាទាំងគេហៅស្អីខ្ញុំមិនសូវស្គាល់ដែរដល់ពេលគាត់ផឹកសវឹងខ្ញុំខ្ជិលគាត់ទៅផ្ទះវិញខ្លាចប៉ះពាល់ខ្លាចស្លាប់អីគាត់អញ្ចឹងណាទៅនន់ទៅដេកទស្សនៈឲ្យជួអាតម្លៃ20000គេទៅជួអាតម្លៃ40000ដល់ពេលគាត់ដេកម៉ោង2ដណ្ដប់ខ្ញុំរៀបចំអីវ៉ាន់រត់ខ្ញុំមកបានរត់មួយប្រុសទេខ្ញុំរត់ទៅស្រុកម្នាក់ឯងព្រោះខ្ញុំនៅជាមួយគាត់កើតគាត់វាយពេក ចុះគាត់ចោទថាបងរត់នឹងលួចយកម៉ូតូក៏ដូចជាទូរស័ព្ទគាត់ទៅនឹងគឺពិតមែនអត់បង ខ្ញុំយកទៅប៉ុន្មានវ៉ាស់គាត់ឲ្យលុយខ្ញុំអ្នកទិញ អញ្ចឹងម៉ូតូហ្នឹងនិងទូរស័ព្ទហ្នឹងជាលុយរបស់បងអ្នកទិញខ្លួនឯងទេ ចា ហើយចុះគាត់ថាចោទបងថាលួចយកកាបូបលុយគាត់លួចយកកវិលដែលគាត់ទិញឲ្យហ្នឹងអាហ្នឹងពិតទេបង អត់មានកាបូបទេមានតែកវិលហើយនឹងទូរស័ព្ទនិងម៉ូតូ អញ្ចឹងមានន័យថាម៉ូតូដែលបងយកទៅអាសង់015ហ្នឹងហើយនឹងទូរស័ព្ទហ្នឹងជារបស់ដែលបងទិញឲ្យគាត់ទេពិតអត់បងប្រុស បាទបងសួរពាក្យដែលគាត់និយាយទាំងអស់ហ្នឹងគឺមិនទេបងខ្ញុំនិយាយមួយច្បាស់ខ្ញុំបាននាំគាត់តាំងពីថ្ងៃព្រោះអីតាំងពីព្រឹកហ្នឹងយើងបាននិយាយទាស់ពាក្យសម្ដីគ្នាបន្តិចហើយខ្ញុំដេកអត់លក់ទេមកយប់ហ្នឹងខ្ញុំក៏ប្រាប់ថាខ្ញុំនិយាយសុបួលអូនណាយើងនៅមួយគ្នាឡើងបានហើយណាខ្ញុំក៏រៀបចំក្រៅខ្ញុំមានមួយថង់ខ្ញុំក៏ដាក់ចូលនៅក្នុងកែបម៉ូតូរបស់ខ្ញុំប្រមូលម្ដងមួយហ៎បង តែឥឡូវនេះខ្ញុំចង់ដឹងថាតើប្រពន្ធរបស់បងថាម៉ូតូក៏ដូចជាទូរស័ព្ទហ្នឹងជាលុយរបស់គាត់ទិញទេមិនមែនជាលុយរបស់បងដែលជាម្ចាស់ម៉ូតូជាលុយម្ចាស់ទូរស័ព្ទហ្នឹងទេបងមិនមែនជាអ្នកទិញទេគឺប្រពន្ធបងជាអ្នកទិញឲ្យទេ ពាក្យដែលគាត់និយាយហ្នឹងគឺខុសបងព្រោះដោយសារតែកណ្ដាស់ម៉ូតូគឺឈ្មោះខ្ញុំរឿងស៊ីណែតបងហើយកណ្ដាស់ទូរស័ព្ទក៏មានដែរបងឈ្មោះខ្ញុំរឿងស៊ីណែតទេសិតតែម្ចាស់ហាងស្គាល់ខ្ញុំបង តែគាត់មិនមែននិយាយថាម្ចាស់ទេម្ចាស់ដឹងថាជាបងប៉ុន្តែលុយហ្នឹងជាលុយរបស់គាត់ឬក៏ជាលុយរបស់បងដែលទៅទិញម៉ូតូនិងទូរស័ព្ទហ្នឹង ខ្ញុំនិយាយស្មោះត្រង់បងអត់និយាយឲ្យគេគាត់ទេគាត់នៅមួយខ្ញុំគាត់ដេកស៊ីពី2ឆ្នាំជិត3ឆ្នាំហើយបងគាត់ដែរធ្វើអីទេខ្ញុំគាត់ដែរគាត់ធ្វើដែរលេខ្ញុំទិញលង្កម្ដង6កំប៉ុងហើយឲ្យគាត់ស្រួលណា ខ្ញុំចង់ឲ្យបងបញ្ជាក់ថាតើលុយហ្នឹងជាលុយរបស់បងដែលយកទៅទិញម៉ូតូហ្នឹងជាលុយរបស់បងពិតប្រាកដឬក៏ជាលុយរបស់គាត់បងជួយបញ្ជាក់តែកន្លែងហ្នឹងបាន គឺជាលុយរបស់ខ្ញុំបងទូរស័ព្ទក៏ជាលុយរបស់ខ្ញុំដែរខ្ញុំ ជាលុយដែលជាញើសឈាម បាទជាកម្លាំងញើសឈាមដើររោងចក្រមួយថ្ងៃ4ជើងបង បងដឹងទេថ្ងៃនេះខ្ញុំអត់បានគេងទេឲ្យសុខភាពគាត់ល្អឥឡូវហ្នឹងត្រូវមកដោះស្រាយបញ្ហាប្តីប្រពន្ធបងហើយបាទដោយសារតែបងចោទប្រកាន់ប្រពន្ធថាលួចម៉ូតូលួចសម្ភារៈឥឡូវហ្នឹងប្រពន្ធបងគាត់កើតទុកមិនសុខចិត្តបានជិះពីត្បូងឃ្មុំមកបងស្រីឥឡូវគាត់ថាលុយហ្នឹងជាលុយរបស់គាត់តែគាត់ប្រឹងប្រែងរកពីញើសឈាមរបស់គាត់ទេដែលជាម៉ូតូក៏ដូចជាទូរស័ព្ទហ្នឹងតែបងយកទៅហ្នឹង អត់ទេគាត់ផឹកស្រាមួយថ្ងៃទៅយប់មិនលុយគាត់ទេលុយខ្ញុំយកពីប្រមូលពីស្រុក ឥឡូវ មក ខ្ញុំគួរជឿមួយណា ជឿខ្ញុំល្អជាង នៅ ឥឡូវខ្ញុំគួរជឿមួយណា នៅកន្លែងនេះសា
ក់សិទ្ធិបងហើយជើងជន់ធរណីខ្ញុំបើសិនជារបស់គាត់ដូចអ្វីដែលគាត់និយាយបងយប់ហ្នឹងខ្ញុំងាប់ចុះហើយយើងជាប្តីប្រពន្ធណានិយាយអីឲ្យច្បាស់កុំនិយាយអីដែលមិនពិត ខ្ញុំសុំសួរមួយម៉ាត់មើលបងទាំងពីរនាក់ណាត់គ្នាមកស្ពានជ្រោយចង្វាដើម្បីមកជួបខ្ញុំមែន ខ្ញុំអត់បានណាត់ទេខ្ញុំមកពីពងចាមកដល់ វិញមិនបានមកតាណាគ្នាល្អមែននៅស្ពានជ្រោយចង្វាហ្នឹង គាត់សុំរូបឲ្យខ្ញុំបាញ់រូបមើលនៅកន្លែងណាទៅគាត់ចុះពីផុសស្អាតមក អូអញ្ចឹងមានន័យថាបងទាំងពីរនាក់នៅមានតំណែងមួយគ្នានៅឡើយទេ គាត់នៅឆាតចុះឆាតឡើង ឥឡូវមកអ្នកដែលឈឺក្បាលបំផុតគឺខ្ញុំបាទក៏ដូចជាមហាជន ខ្ញុំចង់និយាយថាខ្ញុំដឹងចរិតប្រពន្ធខ្ញុំច្បាស់ហើយបងគាត់និយាយអីតែងតាមិនសូវពិតហើយប្រឡូវ ចុះឥឡូវនេះបងស្រីបងប្រុសឥឡូវហ្នឹងបើសិនជាបងប្រកែកទៅប្រកែកមកក៏អត់មានអីបានត្រឡប់មកវិញដែរចុះឥឡូវបងទាំងពីរនាក់នឹងបន្តរស់នៅមួយគ្នាទៀតទេខ្ញុំសុំសួរមកសំណួរហ្នឹងមកបងបើឃើញនៅតែមានតំណែងឆាតហ្នឹងទេ ខ្ញុំអត់យកទេ អត់យកប្តីក្មេងហ្នឹងវិញទេ អត់យកទេ មូលហេតុអីដែរបង វាយពេកហើយបិទបន្ទប់អត់ឲ្យខ្ញុំចាញ់ពលឺថ្ងៃមានលហើយទេប្រច័ណ្ឌដាក់គេដាក់ឯងខ្ញុំមានប្រុសសាហាយស្មាន ចុះគាត់ថាបងនឹងមានប្រុសមានតាក់តងជាមួយនឹងប្រុសថ្មីអីហ្នឹងអាហ្នឹងពិតទេ អត់ប៉ិត អូ អត់ដែរមានទេស្រឡាញ់គាត់លុកខ្សៃគេស្រឡាញ់គាត់ស្រឡាញ់ធ្នមខ្ញុំតតដូចខ្ញុំដូចបាល់ចឹង ស្រឡាញ់បងស្រឡាញ់លោកខ្សៃទេបង ចា ហើយចុះនេះវិញស្រឡាញ់ប្រពន្ធលោកខ្សៃឬក៏ស្រឡាញ់ប្រពន្ធដូចបាល់ ខ្ញុំនិយាយតាមត្រង់បងខ្ញុំអត់ឥឡូវមិនបាច់និយាយវិញឆ្ងាយទេតាមពិតទៅបើសិនជាគាត់មានគំនិតបែបហ្នឹងមែនឥឡូវសំបីតែគាត់មកពីកំពង់ចាមមកទូរស័ព្ទខ្ញុំមកគ្រឿងគាត់អត់កាន់មកហ្នឹងហើយគាត់និយាយមួយម៉ាត់គាត់ថាគាត់អត់កប៉ៅហើយម៉ូតូម្ចាស់ម៉ូតូសំបីអាសាពមៀនក៏គាត់ទេមកសួរខ្ញុំដែរ ឥឡូវបងបានប្តឹងទៅសមត្ថកិច្ចហើយណាពាក់ព័ន្ធជាមួយនឹងម៉ូតូក៏ដូចជាទូរស័ព្ទដៃប្រពន្ធបងលួចទៅហ្នឹង បានចាយរបស់ខ្ញុំគាត់បានដាក់ហើយតែបើសិនជាឥឡូវនេះនៅក្នុងការ live របស់បងនេះគាត់និយាយឲ្យសមហេតុផលនិយាយឲ្យស្រួលខ្ញុំអត់ចង់បែកបាក់គ្នាទេអូអាហ្នឹងយើងអាចនិយាយថាយើងខ្សោយយើងគាត់ចុះនិយាយឲ្យស្រួលអាចនឹងមានផ្លូវមួយទៀតអាចនឹងមានផ្លូវពីរតែបើគាត់រើសផ្លូវមួយហើយអាហ្នឹងស្រាតែគាត់ទេខ្ញុំនិយាយត្រង់ព្រោះនេះស្អីបងប្អូនខ្ញុំឃើញខ្ញុំយំសោកការជឿ ផ្លូវយ៉ាងម៉េចបងផ្លូវហ្នឹងបងឲ្យគាត់ពីរក្នុងការរើសហ្នឹងរើសផ្លូវដោយរបៀបម៉េច ផ្លូវទី1ខ្ញុំមកនេះបើសិនជាគាត់គិតថារឿងហ្នឹងបានបញ្ចប់យើងនៅមួយគ្នាជាគ្រួសារតែបើគាត់នៅតែនិយាយដោយមិនពិតហើយនិយាយប៉លើសប៉លិសប៉លើសនិយាយទៅនេះទៅមុខទៅក្រោយទាំងដែលមិនពិតហាងម៉ូតូក៏ស្គាល់ខ្ញុំហាងទូរស័ព្ទក៏ស្គាល់ខ្ញុំគេក៏បានឃើញដែរចាំមើលគេចូលខមមិននិយាយអីឲ្យពិតហើយខ្ញុំនិយាយបញ្ជាក់បើត្រូវគ្នាដកពាក្យមិនដឹងវិញបើសិនជាគាត់មិនត្រូវហើយគាត់មិនយល់របស់ខ្ញុំមកទៀតអាហ្នឹងគឺតាមច្បាប់ព្រួយបាប់ហ្នឹងគឺបានចេញกระดาษរាមួយមកហើយគាត់បានរៀបបញ្ជូននឹងទៅខេត្តត្បូងឃ្មុំហើយនឹងកំពង់ចាមគឺដាក់កំពង់ចាមហើយនឹងត្បូងឃ្មុំព្រោះដោយសារខេត្តហ្នឹងវាជាប់ អញ្ចឹងឥឡូវនេះនិយាយទៅនិយាយមកហ្នឹងគ្រាន់តែចង់ត្រូវគ្នាជាមួយនឹងប្រពន្ធវិញទេ ខ្ញុំអត់ចង់ទៅបែកបាយបងដោយសារយើងធ្លាប់បប3ថ្ងៃស៊ីមួយគ្នាបងធ្វើអង្គចាក់យើងអត់មានមហោមហា បើសិនជាប្រពន្ធត្រូវរើជាមួយវិញនឹងធ្វើការដកពាក្យប្តឹងដែលប្តឹងប្រពន្ធពីបទលួចម៉ូតូនិងលួចទូរស័ព្ទហ្នឹង បាទបងអាហ្នឹងយើងលក្ខណៈលួចហើយបើយើងដេកលក់គាត់លួចចឹង បាទតែបើប្រពន្ធត្រូវវិញដកពាក្យប្តឹង បើសិនជាគាត់ត្រូវវិញភ្លាមយើងសុកចិត្តអស់អាលុយដាក់ពាក្យប្តឹងហ្នឹងយើងសុកចិត្តដកវិញតែបើសិនជាគាត់គិតថាគាត់ខ្លាំងអាហ្នឹងមានធ្វើតាមហ្នឹងបងព្រោះអី បើប្រពន្ធមិនព្រមជានាវិញនឹងធ្វើការប្តឹងឲ្យច្បាប់ចាត់ការតាមផ្លូវច្បាប់ ខ្ញុំនិយាយមាន2បើសិនជាគាត់មិនជានាមួយខ្ញុំវិញគាត់ត្រូវយល់របស់ខ្ញុំវិញបងបាទហើយបើគាត់មិនជានេះហើយគាត់មិនយល់របស់ខ្ញុំទៀតអាហ្នឹងរឹតតែធ្ងន់បងព្រោះខ្ញុំបានទៅឲ្យចាយខ្ញុំគាត់រៀបចំធ្វើ អញ្ចឹងឲ្យជំរឿគាត់រហូតដល់3 បាទ មានន័យថាត្រូវដកពាក្យប្តឹងមិនត្រូវដាក់ពាក្យប្តឹងហើយមួយទៀតបើមិនត្រូវក៏បានដែរឲ្យតែយកសម្ភារៈមកឲ្យបងវិញ បាទឥឡូវបើគាត់អត់ត្រូវជាមួយខ្ញុំរបស់កាលមុនដែលយើងផ្សាយហ្នឹងគឺយើងបានដឹងហើយយកតែទូរស័ព្ទម៉ូតូខ្ញុំមកព្រោះលុយនៅក្នុងកង់ឥឡូវហ្នឹងសួរគាត់ជាក់ស្ដែងគាត់ដកចាយអស់ហើយព្រោះប្តីប្រពន្ធខ្ញុំទុកចិត្តដល់ប៉ុណ្ណឹងហ៎បងឲ្យស្គាល់ទាំងលេខកង់ទៀតហើយបងមើលខ្ញុំចូលមកលេងឲ្យលេងក៏ក្លិតឡងញ័រសាច់ហើយជួនកាលបងប្អូនខ្លះឃើញថាខ្ញុំយំនិយាយសម្ដែងខ្ញុំភ័យមែនតើបងខ្ញុំភ័យមែនតើចង់និយាយអីនិយាយក៏និយាយរួចដែរដូចស្អីយើងទូរស័ព្ទក៏គ្មានតាក់ទងទៅបងប្អូនអីក៏គ្មានហើយថៃរូបខ្ញុំជាប់ lock profile ទាំងអស់ឥឡូវនេះខ្ញុំឲ្យជំរឿគាត់3និយាយនៅមុខសារព័ត៌មាននៅមុខកាមេរ៉ាទី1បើគាត់ដាច់ថាអត់ត្រូវមួយខ្ញុំទេរូបសម្រាប់ខ្ញុំប៉ុណ្នេះដែរខ្ញុំក៏អត់ទៅប្រខិតគាត់ដែរយករបស់ខ្ញុំមកវិញម៉ូតូទូរស័ព្ទលុយបើអស់ទៅកវលពាក់នឹងតិចហ្នឹងក៏ខ្ញុំឲ្យដែរទី2បើគាត់ត្រូវនៅមួយគ្នាវិញបំភ្លេចរឿងចាស់រឿងដែលកើតឡើងហើយវាអត់អាចទៅឲ្យមកនេះបានទេអាហ្នឹងខ្ញុំគិតថា អាហ្នឹងជាបទពិសោធន៍ដែលគាត់ប្រព្រឹត្តខ្លួនឯង បាទខ្ញុំហ៎បងមនុស្សស្រីខ្ញុំហួសចិត្តដែរបងប្តីប្រពន្ធ3ឆ្នាំគាត់លេងចុះមករៀបអីវ៉ាន់យកទៅអស់លេងបងសំបីខ្ញុំដាក់កាសតិចទូរស័ព្ទដល់ថ្មចិត្តខ្លួនហ្នឹងក៏អត់ដឹងផងបងសួរគាត់ជាក់ស្ដែងនិយាយអីនិយាយត្រង់ឲ្យត្រឹមត្រូវថ្ងៃនេះចែក៏មើលបងប្អូនយើងក៏មើលដែរទូទាំងប្រទេសព្រោះដោយសារតែបងគាត់ល្បីណាស់និយាយអីឲ្យស្មោះត្រង់ណាកុំឲ្យគេជេរឥឡូវនេះបើសម្រាប់ថាមិនត្រូវទេ ចូលតែម៉ូតូនិងទូរស័ព្ទ បាទតែបើតាមចិត្តនេះមិនមែនគិតអញ្ចឹងឯងបងមាត់ខ្លាំងបើសិនជាមនុស្សស្រីគេចង់ទៅតែខ្លួនទៅទេបងតាលុយ100ហើយជា4គេមិនយកលុយយើងផង តែនេះនឹងយកម៉ូតូយកទូរស័ព្ទហ្នឹងដើម្បីឲ្យប្តីតាមបរវិញ ហើយយកទៅតាញញបានទាំងបានបើកបរឡានខ្ញុំយកអីយកទៅទាំងអស់ តែប្តីមិនមែនតាមបរធម្មតាណាបរតាមកសែនអើប្រទេសបដ ாய் ខ្ញុំភ័យបងខ្ញុំហើយពេលហ្នឹងខ្ញុំមានបានទេហៅបងអ្នកខ្សែណាបងអ្នកដឹករីឌីនឹងឃើញខ្ញុំយំសោក៏ទេទៅខ្ញុំមានទូរស័ព្ទណាទេបង បងឃើញខ្ញុំបងសុំឲ្យខ្ញុំជួយផ្សព្វផ្សាយទៅ បាទព្រោះខ្ញុំឃើញបងមកបងយើងល្បីទៅផ្សាយទៅល្បីហើយខ្ញុំមានទៅនិយាយអីលើសលួសដាក់គាត់ខ្ញុំនិយាយថាសុំតែរបស់ខ្ញុំមកវិញហើយលេងគាត់មនុស្សស្រីតែឯងបងលេងចេញពីទស្សនៈម៉ោង1បង ឥឡូវងាកមកបងស្រីវិញមកបងស្រីឥឡូវប្តីបងគាត់ឲ្យជំរឿបង3បងបានស្ដាប់ឮនៅ ចា ជំរឿទី1បងបែកគ្នាជាមួយគាត់ក៏បានប៉ុន្តែត្រូវយកសម្ភារៈមកឲ្យគាត់វិញ
ខ្ញុំអត់យកទេខ្ញុំមិនឲ្យទេ ចឹងមានន័យថាឥឡូវហ្នឹងមិនយកទាំងគាត់មិនត្រូវជាមួយគាត់ហើយមិនយកទាំងម៉ូតូនិងទូរស័ព្ទឲ្យគាត់វិញទេ ឲ្យទេ មូលហេតុអីដែរបង ខ្ញុំអត់ឲ្យហ្មងព្រោះគឺលុយរបស់ខ្ញុំទិញ ឥឡូវបើលុយរបស់គាត់ស្បត់និយាយមកកាមេរ៉ាចុះច្បាស់ ខ្ញុំយកមកជាង10000ដេកស៊ីអស់ហើយ អេអ្នកចិត្តបន្ទប់គេដឹងដឹង ចង់សារព័ត៌មានទៅសួរគេមកជួលនឹងទៀតស្រានឹងចុះទិញប្រហែលជើង ឥឡូវជំរើស3ហ្នឹងយកមួយណាយកទៅ ឥឡូវចឹងមានតែប៉ុណ្្នឹងណាបងណាដើម្បីបងធ្វើការបកស្រាយហ្នឹងឥឡូវនេះបងចង់ដោះស្រាយគ្នាយ៉ាងម៉េចបងអាចធ្វើការដោះស្រាយនៅខាងក្រៅទៅណាបងណាហើយបើបងគិតថាដោះស្រាយត្រូវរើជានេះវិញបងមកឲ្យខ្ញុំដើម្បីធ្វើការផ្សព្វផ្សាយដើម្បីមហាជនបានដឹងវិញខ្ញុំផ្សាយឲ្យទៀតណាបងណាព្រោះអីអានេះជារឿងរបស់បងខ្ញុំមិនហ៊ានទៅអាកាត់ហើយក៏មិនហ៊ានលូកលាន់ដែរអ្វីដែលបងសុំបកស្រាយចែកដល់អីបងទៅប្រាប់ប្តីបងថាបងនៅស្ពានយោច្បាឥឡូវគាត់មកដែរចឹងបាក់ណាបងណាចឹង ខ្ញុំអត់បានប្រាប់ទេគាត់សុំទីលេខកន្លែងទីតាំងអង្គុយនៅកន្លែងណា បាទបងអត់ប្រាប់ទេបងផ្ដល់រូបឲ្យគាត់មកដល់ហ្មង ពូអ្នកថតឲ្យខ្ញុំអត់ចេះថតទេខ្ញុំថាគាត់សុំ សុំបីប៉ុណ្ណឹងគាត់និយាយកុហកបាត់ឯហ្នឹងបងខ្ញុំមានឆាតទៅគាត់ណានេះ ខ្ញុំនៅកន្លែង live អូមែនដែរបងឯងឆាតទៅគាត់ហ្នឹង សុំបីតែប៉ុណ្ណឹងគាត់និយាយកុហកបាត់ឯហ្នឹងហើយបងឯងទៅជឿមិន ខ្ញុំនោះផ្សេងមិនមែននេះទេទូរស័ព្ទខ្ញុំផ្សេង ជួគ្នាណាបងណាប្តីប្រពន្ធបងខ្ញុំមើលទៅឃើញថានៅស្រឡាញ់គ្នាណាឥឡូវចេះបាយឥឡូវចេះបាយឥឡូវតម្លាក់ឲ្យថយម្នាក់មកចាហ៊ានណាបងណាបាទបងនៅស្រឡាញ់ប្រពន្ធដែលមានអនុស្សាវរីយ៍ហត់បប3យប់3ថ្ងៃមួយគ្នាទេឥឡូវហ្នឹងថយម្នាក់មកចាហ៊ានណាបងណាហើយឥឡូវនេះនិយាយជាមួយប្រពន្ធឲ្យបានត្រឹមត្រូវហើយទៅដកពាក្យបណ្ដឹងឲ្យបានត្រឹមត្រូវប្រយ័ត្នប៉ូលីសចាប់ប្រពន្ធមកឲ្យបាត់ស្ដាយហ៎បង បាទបងខ្ញុំស្រួលមួយគាត់មួយថ្ងៃឯងបងខ្ញុំប្រាប់ថាអូនណាយើងមិនបាច់ទៅនេះទេរឿងកន្លងហួសហើយតែគាត់ណាខ្ញុំនៅ1 3ឆ្នាំបងឯងតាមគាត់មិនទាន់ទេហើយនៅមកជួលផ្ទះជួលមិនដឹងប្រាប់គេមិនខ្លាយនេះស្រាយួរមួយថ្ងៃ3ជើងតែអូនទៅធ្វើការងារគេ ឥឡូវចេះដោះស្រាយគ្នាទៅណាបងណាឥឡូវបងអស់ចិត្តនៅបងគ្រាន់តែចង់បកស្រាយនៅរឿងរ៉ាវតែប៉ុណ្្នឹងនៅក្នុងចិត្តណាបង ខ្ញុំគ្មានប្រុសឈ្មោះអីទេខ្ញុំឆ្អែតចិត្តគាត់វាយពេកហើយនៅទ្រាំមិនបានចារបស់ខ្ញុំអត់ឲ្យទេខ្ញុំអត់យកហ្មងចាមានពាក្យតែប៉ុណ្្នឹង អញ្ចឹងបងមកនេះបងបញ្ជាក់ថាបងមិនមានតាក់ទងជាមួយនឹងប្រុសថ្មីអីណាទេ ចាខ្ញុំចង់ទៅរស់នៅមួយកូនខ្ញុំវិញ បាទដោយសារតែអស់ចិត្តជាមួយនឹងប្តីក្មេងហ្នឹងមូលហេតុអីដែរបង ឃុំខាំងខ្ញុំដូចជាប់គុកចឹងប្រច័នវាយឃើញប្រុសឆ្លងកាត់អត់បានទេប្រច័នដាក់គេតាមពិតខ្ញុំអត់ដឹងអីទេ ឥឡូវចេះស្បត់មួយហ្នឹងបងបែរដាក់នេះស្បត់មួយបង ស្បត់មិន មើលឃើញអត់ មកមកចិត្តមកតែមក ស្បត់រឿងអី ឥឡូវស្បត់មួយមើល លុយខ្ញុំយកមកអត់10000ជាង ឥឡូវនិយាយ ចាំស្បត់ កុំនិយាយអញ្ចឹងឥឡូវនិយាយស្បត់ ឥឡូវពួកឯងថាសួរ ឥឡូវសួរថាចេះសួរតែពាក្យដែលឥឡូវស្បត់ថាបើសិនជាពាក្យហ្នឹងខ្ញុំនិយាយមិនប៉ិតសុំឲ្យខ្ញុំងាប់យប់ហ្នឹងឬក៏ផ្លានបុកយប់ហ្នឹង តែងាប់ទៅមានតែគេត្រូវគ្នាមួយថ្ងៃវិញ និយាយអត់ ស្បត់រឿងអីមិនសួរសិនទៅស្បត់រឿងអីពូ ដល់ឥឡូវតោះប្តីប្រពន្ធមួយថ្ងៃខ្ញុំគិតថានៅស្រឡាញ់គ្នាទេតោះយើងឥឡូវ ខ្ញុំអត់យល់ទេស្បត់រឿងអី គាត់ថាស្បត់រឿងអី បងមិនបាច់ទៅនិយាយជាមួយទេមនុស្សនេះណា ស្បត់រឿងអី បងឯងនិយាយមួយថ្ងៃទៅយប់ក៏កាមចប់ដែរ ស្បត់រឿងអី ឥឡូវចេះបង រឿង ស្អី លុយទិញម៉ូតូមែន បាទ លុយទិញម៉ូតូលុយខ្ញុំ10000ដុល្លារយកមកគាត់ស៊ីផឹកសល់លុយទិញទៅស្បត់បានតា គាត់ថាម៉ូតូហ្នឹងទិញលុយយើងស្បត់ ហើយខ្ញុំមានផុសតាំងខ្សែកលក់ម៉ូតូខ្ញុំស៊ីទៀត ស្បត់មិនបាច់កុំនិយាយតិចទេស្បត់ បាត់ឲ្យគាត់តៃហោងទៅ និយាយទៅតាមទីមកបើសិនជាម៉ូតូហ្នឹងបោះលុយយើងមែនទូរស័ព្ទលុយយើងមែននិយាយកុំនិយាយថាអញ្ចឹងនិយាយថាបើម៉ូតូហ្នឹងយី តោះឥឡូវបងតោះឥឡូវយើងប៉ុណ្្នឹងបានហើយណាបងណាយើងដោះស្រាយគ្នានៅខាងក្រៅណាបងណាដើម្បីកុំឲ្យខ្មាស់គេនៅក្នុងបណ្ដាញសង្គមអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានមកបុរសដែលជាប្តីក្មេងនិងប្រពន្ធបាទគឺគាត់បានមកដល់ស្ពានយោច្បាយើងទុកឲ្យគាត់ធ្វើការចរចានិងដោះស្រាយគ្នាចុះបាទប្តីប្រពន្ធតែប៉ុណ្្នឹងឯងបាទឆ្លោះគ្នាចុះឡើងកូនកាន់តែច្រើនបាទឆ្លោះកាន់តែខ្លាំងកូនកាន់តែច្រើនតែនេះក៏ជាបទពិសោធន៍ដែរសម្រាប់បងមិនថាប្តីមិនថាប្រពន្ធទេបើសិនជាយើងឆ្លោះគ្នាដល់កម្រិតណាក៏ដោយបាទយើងមានអីយើងអាចជជែកគ្នាបានគុំយកម៉ូតូឬក៏យកទូរស័ព្ទអីធ្វើឲ្យប្តីនេះទៅរត់ស្រែកយំតាមផ្លូវបាទយ៉ាងគួរឲ្យសង្វេគនៅពេលដែលបងប្អូនយើងគាត់ឃើញទៅគាត់ក៏អាណិតបាទគាត់ក៏ហៅខ្ញុំឲ្យធ្វើការជួយផ្សព្វផ្សាយឥឡូវប្រពន្ធគាត់ក្រោយពីយើងធ្វើការផ្សព្វផ្សាយទៅគាត់ក៏មកធ្វើការបកស្រាយដែរថាមិនដូចអ្វីដែលប្តីគាត់ចោទប្រកាន់ទេគាត់យកទៅនឹងដោយសារតែប្តីនេះក្មេងហើយប្រច័ណ្ឌឃុំឃាំងបាទណាគេដើរកាត់មុខកតុបគាត់បានដែរអញ្ចឹងគាត់ចង់ទៅរស់នៅជាមួយនឹងកូនរបស់គាត់នៅឯស្រុកកំណើតវិញអរគុណបងប្អូនសម្រាប់ការទស្សនានេះគឺជារឿងរ៉ាវរបស់ប្តីប្រពន្ធគាត់យើងទុកឲ្យពួកគាត់ដោះស្រាយគ្នាចុះខ្ញុំជឿថាមិនផុតពីយប់នេះទេបាទបងស្រីក៏មិនអាចរួចពីកណ្ដាប់ដៃរបស់បុរសដែលជាប្តីក្មេងនេះបាននៅយប់នេះដែរ ខ្ញុំមិនយកទេ បាទនឹងមកតែរឹងចឹងបងពេលក្នុងវីដេអូបាទអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីបេតោមើលតែប្តីក្មេងអញញឹមដល់វាជឿជាក់ប៉ុណ្ណេះដឹងហើយបងប្អូនអរគុណ